Chi chiêu. Nú cứ chao phàng phàng. Bong pro siêu sư bong srei yunខ្ញុំបំរុងតែទៅលេងផ្ទះរបស់បងប្អូនទាំងពីរនាក់ហើយចុះបងទាំងពីរនាក់បំរុងទៅណាឯងមកពីកំពង់ផែតើមានឃើញស្រីប្លែកមុខម្នាក់ទេអាយុប្រហែលជាប៉ុណ្ណេះដែរតើពួកគេអាចដឹងរឿងជីជីវទេផ្កាអាពាហ៍ពិពាហ៍នេះជាផ្កាដែលខ្ញុំរើសបាននៅតាមផ្លូវតើបងប្រុសសៀវស៊ឺតោះទៅលេងផ្ទះរបស់បងទៅផ្កានេះប្រើក្នុងពិធីការតើវាអាចជារបស់ជីជីវទេចៅហ្វាងហ្វាងតើឯងទៅតែឃើញនាងមែនទេតើជីជីវនៅណាតើនាងនៅណាឲ្យប្រាកដបងប្រុសសៀវស៊ឺកុំខឹងអីណាខ្ញុំនាំបងទៅរកនាងក៏បានដែរប៉ុណ្ណឹងបានហើយមែនទេលឿនឡើងផ្លូវវល់ណាស់ក្នុងពេលភ្លៀងបែបនេះជីជីវមិនស្គាល់ផ្លូវក្នុងភូមិទេសូមកុំឲ្យមានរឿងអ្វីកើតឡើងចំពោះនាងអីប្រញាប់ទៅជីជីវជីជីវជីជីវតើនៅណាទៅជីជីវ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 ខ្ញុំមិនដែលឃើញបងប្រុសសៀវស៊ឺបារម្ភពីអ្នកណាម្នាក់ដល់ថ្នាក់នេះទេនាងគ្រាន់តែជាគូដណ្ដឹងតាំងពីក្មេងដែលមិនធ្លាប់ជួបសោះតម្យ៉ាងទៀតនាងគ្រាន់តែជាកូនក្រមុំជំនួសប៉ុណ្ណោះទោះជាមានរឿងអ្វីកើតឡើងចំពោះនាងក៏សំមុខនាងដែរជីជីវតើអូននៅណាជីជីវបងស្រីតើបងមិនអីទេបងគ្រេចជើងហើយកុំបារម្ភពីបងអីប្រញាប់ទៅរកជីជីវទៅនាងនៅម្នាក់ឯងហើយមិនស្គាល់ទឹកដីកន្លែងនេះទៀតក្មេងស្រីម្នាក់នៅកន្លែងដាច់ស្រយាលបែបនេះនាងច្បាស់ជាខ្លាចខ្លាំងណាស់ហើយទៅប្រាប់មកតើអញបានបញ្ឆោតនាងឲ្យទៅណាខ្ញុំពិតជាមិនបានបញ្ឆោតបងស្រីជីជីវទេនាងនិយាយថានាងចង់ដើរមើលបរិស្ថានជុំវិញនេះសិនទើបខ្ញុំនាំនាងដើរមើលជុំវិញនឹងទៅនិយាយកុហកទៀតហើយបងប្រុសសៀវស៊ឺលេងខ្ញុំទៅឈឺណាស់ហ្វាងហ្វាងប្រសិនបើមានរឿងអ្វីកើតឡើងចំពោះជីជីវនៅថ្ងៃនេះឯងត្រូវតែជាប់គុកហេប្រញាប់និយាយការពិតមកខ្ញុំពិតជាមិនបានបញ្ឆោតបងទេលើកចុងក្រោយដែលខ្ញុំឃើញជីជីវគឺនៅខាងនោះពួកឯងនាំបងស្រីខ្ញុំត្រឡប់ទៅផ្ទះវិញទៅខ្ញុំនឹងចៅហ្វាងហ្វាងនឹងទៅរកនាងបងប្រុសសៀវស៊ឺបងធ្វើឲ្យខ្ញុំឈឺហើយប្រញាប់មើលទៅមានមនុស្សនៅមាត់ឆ្នេរជីជីវសៀវស៊ឺប្រយ័ត្នខ្លួនផងបងប្រុសសៀវស៊ឺកុំទៅអីរលកសមុទ្រធំណាស់នៅពេលយប់ជ្រៅបែបនេះគ្រាន់តែដើម្បីជីជីវម្នាក់បងមិនគិតពីជីវិតខ្លួនឯងតតែសោះទេក្នុងនាងបានរៀបការចូលគ្រួសារជាងហើយនាងគឺជាមនុស្សរបស់គ្រួសារជាងយើងហើយលែងនាងស្លៀករ៉ូបអាពាហ៍ពិពាហ៍ពណ៌ក្រហមច្បាស់ជាជីជីវហើយជីជីវរលកសមុទ្រធំដល់ថ្នាក់នឹងនាងនៅតែមិនទាន់ស្លាប់ទៀតទេទោះជានាងមានសំណាងល្អក៏ដោយខ្ញុំដាច់ខាតមិនបណ្ដោយឲ្យនាងមកដណ្ដើមបងប្រុសសៀវស៊ឺទៅឡើយជីជីវប្រែជាអូនសោះកាលពី6ឆ្នាំមុនពុកម៉ែបានលាចាកលោកតាំងពីព្រលឹមឥឡូវខ្ញុំគ្រាន់តែជានិស្សិតក្រីក្រម្នាក់តើខ្ញុំត្រូវធ្វើដូចម្ដេចដើម្បីបានប្រាក់100,000យន់យកមកវះកាត់ឲ្យបងស្រីខ្ញុំទៅប្រយ័ត្នតើឯងចង់បោះបង់ជីវិតខ្លួនឯងមែនទេ
ទោះជាយ៉ាងណាក៏ខ្ញុំគ្មានន័យអ្វីត្រូវរស់នៅបន្តទៀតដែរមានរឿងអីមែនទេមើលទៅអាយុឯងប្រហែលជាប៉ុនខ្ញុំដែរតាមមិត្តស្រីឯងរត់ចោលទៅតាមអ្នកផ្សេងមែនទេនិយាយឈួតអីហ្នឹងគ្រួសារខ្ញុំក្រីក្រដល់ថ្នាក់នេះតើមានស្រីក្រុងណាព្រមក្រឡេកមើលខ្ញុំទៅតើមានបញ្ហាអ្វីនៅផ្ទះមែនទេសាច់ញាតិតែម្នាក់គត់របស់ខ្ញុំគឺបងស្រីខ្ញុំពិតជាមិនដឹងថាត្រូវរកលុយថ្លៃវះកាត់នេះពីណាមកទេប៉ុន្តែឯងក៏មិនគួរលះបង់ជីវិតខ្លួនឯងចោលបែបនេះដែរកាលនោះម្ដាយរបស់ខ្ញុំក៏ដោយសារតែមិនអាចវះកាត់បានទាន់ពេលវេលាដែរទើបគាត់ត្រូវលាចាកលោកទៅនេះគឺជាប្រាក់រង្វាន់ដែលខ្ញុំទទួលបានពីការប្រកួតប្រជែងរចនាប្លង់ឯងយកវាទៅប្រើប្រាស់សិនទៅរឿងនេះខ្ញុំមិនអាចទទួលយកបានទេឯងជាប្រុសពេញរូបពេញរាងទៅហើយហេតុអ្វីក៏ទន់ជ្រាយម្ល៉េះឯងត្រូវចងចាំទុកទោះជាមានរឿងអ្វីកើតឡើងនៅថ្ងៃអនាគតក៏ដោយក៏ដាច់ខាតមិនត្រូវលះបង់ជីវិតខ្លួនឯងចោលដែរឲ្យតែយើងនៅរស់គឺនៅតែមានសង្ឃឹមតើដែរទេចៅយូលីងនាងច្បាស់ជាចង់មកដណ្ដើមប្រាក់រង្វាន់របស់ខ្ញុំទៀតហើយដើម្បីយកទៅទិញរបស់ប្រណេតឲ្យជាយូក្លូប្រញាប់ទៅបង់ថ្លៃព្យាបាលឲ្យបងស្រីឯងទៅចាំបន្តិចពួកយើងសុំបដូរព័ត៌មានទំនាក់ទំនងគ្នាទៅនៅពេលខ្ញុំមានលុយខ្ញុំនឹងសងអូនវិញដាច់ខាតទោះបីជាលុយនេះមិនបានឲ្យទៅឯងក៏គង់តែត្រូវមនុស្សអាក្រក់យកទៅដែរនឹងមិនបាច់សងវិញទេជួបគ្នាម្ដងទៀតចុះប្រសិនបើមាននិស្ស័យពួកយើងច្បាស់ជាបានជួបគ្នាទៀតដាច់ខាតមិនបាច់ចាំដល់5ឆ្នាំផងខ្ញុំនឹកស្មានមិនដល់សោះថាការជួបគ្នាឡើងវិញរបស់យើងគឺតាមរយៈការភ្ជាប់ពាក្យបែបនេះតើលោកជាជីវអូនត្រូវតែទ្រាំណាបងនឹងនាំអូនទៅផ្ទះឥឡូវនេះហើយពន្លឺចាំងខ្លាំងណាស់តើខ្ញុំបានទៅឋានសុខហើយមែនទេមិនត្រឹមត្រូវទេនេះជាភូមិបិណ្ឌហើយតើខ្ញុំនៅមានជីវិតនៅឡើយទេជីវឯងដឹងខ្លួនហើយប្រញាប់មកផឹកទឹកក្តៅបន្តិចទៅកាលពីយប់មិញនៅមាត់សមុទ្រឯងត្រូវខ្យល់ប៉ះយូរណាស់ឯងច្បាស់ជាត្រជាក់ខ្លាំងហើយសុំទោសតើបងស្រីជាអ្នកណាបងជាបងស្រីរបស់ជាងស៊ឺពិតជាមានបងស្រីម្នាក់មែនតើមើលទៅនាងរាក់ទាក់ណាស់មិនដឹងជានាងងាយស្រួលចុះសម្រុងជាមួយឬអត់ទេឯងប្រហែលជាមិនទម្លាប់រស់នៅផ្ទះចាស់របស់យើងនៅទីនេះទេផ្ទះសំណាក់មើលទេសភាពសមុទ្រនេះគឺបើកដោយប្អូនប្រុសរបស់បងនិងបងផ្ទាល់បរិស្ថាននៅទីនេះល្អជាងឯងអាចស្នាក់នៅទីនេះបណ្ដោះអាសន្នសិនទៅតើមានរឿងអីកើតឡើងហ្នឹងផ្ទះសំណាក់ប្រណេតបែបនេះបែរជាបើកដោយគ្រួសារជាងរបស់ពួកគេទៅវិញPresumingវាមិនត្រឹមត្រូវទេតើគ្រួសារជាងមិនមែនក្រីក៏ខ្លាំងទេនៅទីនេះទីនោះហើយនឹងនៅទីនោះឆ្ងាយទៀតផ្ទះសំណាក់ទាំងនោះសុទ្ធតែសាងសង់ឡើងដោយសៀវស៊ឺដឹកនាំអ្នកភូមិធ្វើទាំងអស់បងនិងប្អូនប្រុសរបស់បងសុទ្ធតែមានភាគហ៊ុននៅក្នុងនោះទាំងអស់ច្រើនម្ល៉េះព្រះអើយនេះហៅថាការរងទុក្ខយ៉ាងម៉េចទៅខ្ញុំត្រូវបានគេបដូរឲ្យមកការជាមួយមហាសេដ្ឋីលាក់ខ្លួននៅជនបទសោះតើជីវមើលនេះជាចាស់ទុំរបស់យើងបានចែកឋានទៅអស់តាំងពីព្រលឹមបងស្រីច្បងប្រៀបដូចជាម្ដាយអញ្ចឹងរបស់ទាំងនេះគឺជាអ្វីដែលបងក្នុងនាមជាបងស្រីរបស់ជាងស៊ឺបានរៀបចំជាចំនួនអាពាហ៍ពិពាហ៍សម្រាប់ឯងប្រសិនបើសៀវស៊ឺធ្វើឲ្យឯងមិនសប្បាយចិត្តនៅថ្ងៃអនាគតគ្រាន់តែប្រាប់បងមកបងនឹងជួយចាត់ការគេឲ្យឯងកងដៃមាសច្រើនម្ល៉េះតើវាមានតម្លៃប៉ុន្មានទៅនឹងធ្ងន់ណាស់រឿងនេះធ្វើឲ្យខ្ញុំខឹងខ្លាំងណាស់របស់ទាំងនេះគួរតែជារបស់ខ្ញុំទាំងអស់នេះសុទ្ធតែជាកំហុសរបស់គ្រួសារជីឯងទាំងអស់